តើបងប្អូនដឹងអត់ថាមនុស្សយើងមានភាពតាក់ទាញនៅត្រង់ណាខ្លះខាងក្រោមនេះជាការពន្យល់លម្អិតពីចំណុចតាក់ទាញនានារបស់មនុស្ស 1. ភាពតាក់ទាញផ្លូវកាយនេះជាអ្វីដែលមនុស្សភាគច្រើនសង្កត់ធ្ងន់ជាងគេវារួមមានមុខមាត់ពីរបៀបញញឹមភ្នែកបបូរមាត់និងសក់ភ្នែកដែលមើលដោយភាពទន់ភ្លន់ញញឹមស្មោះត្រង់នេះជាអ្វីដែលធ្វើឲ្យមនុស្សតាក់ទាញជាងគេសាច់ដុំនិងរាងកាយមិនចាំបាច់ស្អាតដូចតារាទេប៉ុន្តែសមរម្យមានអនាម័យនិងថែទាំខ្លួនឯងឲ្យបានល្អរបៀបស្លៀកពាក់ខោអាវស្អាតសមរម្យនិងបង្ហាញពីចរិតរបស់អ្នកក្លិននិងអនាម័យមានក្លិនខ្លួនល្អសក់ស្អាតមានក្លិនមាត់ល្អនេះជាអង្គធាតុសំខាន់ក្នុងភាពតាក់ទាញជាផ្លូវកាយ 2. ភាពតាក់ទាញផ្លូវចិត្តមនុស្សម្នាក់អាចតាក់ទាញគេដោយចំណេះដឹងនិងវិធីគិតរបស់គេការគិតស៊ីវិល័យនិងចេះដោះស្រាយបញ្ហាបង្ហាញថាអ្នកមានភាពចាស់ទុំនិងឆ្លាតវៃចេះស្ដាប់និងសន្ទនាជាកត្តាដែលធ្វើឲ្យមនុស្សចង់នៅជិតអ្នកចេះសួរពីគេដោយចំណាប់អារម្មណ៍ពិតប្រាកដបង្ហាញពីការយកចិត្តទុកដាក់ 3. ភាពតាក់ទាញផ្លូវអារម្មណ៍នេះជាផ្នែកជ្រាលជ្រៅបំផុតភាពស្មោះត្រង់និងចិត្តល្អមនុស្សភាគច្រើនស្រឡាញ់អ្នកដែលមានចិត្តល្អមិនក្លែងក្លាយការមានអារម្មណ៍សប្បាយនិងវិជ្ជមានស្នាមញញឹមនិងការមើលជីវិតដោយសុទិដ្ឋិនិយមអាចតាក់ទាញគេយ៉ាងខ្លាំងការយកចិត្តទុកដាក់នឹងជួយគេដោយមិនរំពឹងពីការតបគុណបង្កើតភាពតាក់ទាញយ៉ាងខ្លាំង 4. ភាពតាក់ទាញតាមអាកប្បកិរិយាបែបបទនៃការបង្ហាញខ្លួនអាចធ្វើឲ្យមនុស្សចង់នៅជិតឬចង់ជាប់ស្និទ្ធជាមួយអ្នករបៀបនិយាយទន់ភ្លន់និងគួរឲ្យស្រឡាញ់មានទំនុកចិត្តលើខ្លួនឯងប៉ុន្តែមិនអួតអាងការមើលគេដោយការគោរពនិងស្មោះត្រង់សមត្ថភាពបង្កើតអារម្មណ៍សុវត្ថិភាពឲ្យអ្នកនៅជិត 5. ភាពតាក់ទាញផ្លូវវិញ្ញាណសម្រាប់មនុស្សខ្លះវាមានន័យថាមានគោលគំនិតល្អជឿលើសេចក្តីល្អមានគោលបំណងក្នុងជីវិតនិងសេចក្តីជឿជាក់លើតម្លៃផ្ទាល់ខ្លួនសរុបមកមនុស្សម្នាក់អាចតាក់ទាញគេដោយមិនចាំបាច់មានរូបរាងស្អាតទេប៉ុន្តែដោយរបៀបធ្វើឲ្យគេមានអារម្មណ៍ល្អពេលនៅជិតគេហើយជាបន្តខ្ញុំនឹងប្រាប់ពីរបៀបបង្កើតភាពតាក់ទាញទាំង5ប្រភេទឲ្យកាន់តែមានប្រសិទ្ធភាពហើយខ្ញុំនឹងបែងចែក5ផ្នែកដូចមុន 1. បង្កើតភាពតាក់ទាញតាមផ្លូវកាយគោលគំនិតសំខាន់រូបរាងមិនមែនជាអ្វីដែលសំខាន់បំផុតទេតែការថែរក្សានិងភាពស្អាតបែបធម្មជាតិជាកត្តាដែលធ្វើឲ្យគេគោរពរបៀបអនុវត្តថែរក្សាអនាម័យជារៀងរាល់ថ្ងៃដូចជាការងូតទឹកសម្អាតក្លិនខ្លួនថែរក្សាសក់និងធ្មេញស្លៀកពាក់ឲ្យសមនឹងរូបរាងនិងសុភាពរាបសារមិនចាំបាច់ថ្លៃប៉ុន្តែឲ្យសមល្មមនឹងខ្លួនឯងធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃដើម្បីឲ្យស្បែកនិងរាងកាយស្រស់ស្រាយញញឹមជាញឹកញាប់ស្នាមញញឹមបែបធម្មជាតិ 2. បង្កើតភាពតាក់ទាញតាមផ្លូវចិត្តគោលគំនិតសំខាន់មនុស្សចូលចិត្តអ្នកដែលធ្វើឲ្យគេចង់និយាយនិងគិតជាមួយរបៀបអនុវត្តរៀនអានសៀវភៅឬស្ដាប់ podcast ដើម្បីបន្ថែមចំណេះដឹងចេះសន្ទនាដោយស្ដាប់មុននិយាយសួរគេដោយចំណាប់អារម្មណ៍ពិតប្រាកដជាជំនួសនឹងការនិយាយតែអំពីខ្លួនឯងចេះនិយាយអ្វីដែលមានអត្ថន័យបង្កើតការគិតវិជ្ជមាន 3. បង្កើតភាពតាក់ទាញតាមផ្លូវអារម្មណ៍គោលគំនិតសំខាន់មនុស្សចូលចិត្តអ្នកដែលធ្វើឲ្យគេសប្បាយចិត្តនិងមានសុវត្ថិភាពផ្លូវអារម្មណ៍របៀបអនុវត្តស្មោះត្រង់នឹងគេទោះនៅពេលដែលគេពិបាកបង្ហាញភាពយកចិត្តទុកដាក់
តាមរយៈពាក្យឬអំពើតូចដូចជាការសួរសុខទុក្ខឬជួយគេនៅពេលដែលគេចង់បានជំនួយមានអារម្មណ៍វិជ្ជមានរៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯង 4. បង្កើតភាពតាក់ទាញតាមអាកប្បកិរិយាគោលគំនិតសំខាន់អាកប្បកិរិយារបស់អ្នកបង្ហាញពីចរិតរបស់អ្នករបៀបអនុវត្តសំឡេងនិយាយទន់ភ្លន់ប៉ុន្តែមានទំនុកចិត្តពេលនិយាយជាមួយគេមើលភ្នែកគេដោយភាពគោរពកុំអួតអាងឬបង្ហាញភាពលើសគេអ្នកដែលស្ងប់ស្ងាត់តែងតែមានអំណាចតាក់ទាញជាង 5. បង្កើតភាពតាក់ទាញផ្លូវវិញ្ញាណគោលគំនិតសំខាន់ចិត្តស្ងប់ស្ងាត់និងជឿលើសេចក្តីសុខសេចក្តីល្អធ្វើឲ្យអ្នកមានពន្លឺផ្ទាល់ខ្លួនរបៀបអនុវត្តសូមធ្វើសកម្មភាពល្អៗដូចជាជួយអ្នកដទៃឬធ្វើការស្ម័គ្រចិត្តសូមអធិដ្ឋានឬធ្វើសមាធិដើម្បីថែទាំសេចក្តីសុខផ្លូវចិត្តមានគោលបំណងជីវិតច្បាស់លាស់និងជឿលើតម្លៃល្អរបស់ខ្លួនសរុបមកភាពតាក់ទាញពិតប្រាកដមិនមែនជារូបរាងទេប៉ុន្តែជាការរួមបញ្ចូលនៃរបៀបអ្នកគិតអារម្មណ៍និងការបង្ហាញខ្លួនពេលអ្នកស្រឡាញ់ខ្លួនឯងនឹងធ្វើឲ្យអ្នកនៅចិត្តស្រួលចិត្តហើយអ្នកនឹងក្លាយជាមនុស្សតាក់ទាញដោយស្វ័យប្រវត្តិ